ជំរាបសួរចាបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកថតវីដេអូបញ្ចប់ការងារនៅខាងក្រុងបាត់ដំបងខេត្តបាត់ដំបងការជីកបន្លាយទឹកចំនួន6 ហិកតាដីឥឡូវនេះគឺបានចប់សពគ្រប់អស់ហើយក៏ខ្ញុំបានបង្ហោះនៅការបង្ហាញនៅការអនុវត្តផ្ទាល់របស់ Darling Farm ឲ្យបងប្អូនអ៊ំពូមីងឃើញក៏ដូចជាការបង្ហាញនៅតិចនិចខ្លះៗឲ្យបងប្អូនអ៊ំពូមីងឃើញប៉ុន្តែនៅមានបងប្អូនអ៊ំពូមីងខ្លះណាដែលគាត់អត់ទាន់យល់ច្បាស់ 100% ទេអញ្ចឹងខ្ញុំសូមប្រាប់នៅកន្លែងនេះ Darling Farm គឺមានទទួលការជីកប្រឡាយបែបនេះជូនបងប្អូនអ៊ំពូមីងចាប់ដើមពី2 ហិកតា 3 ហិកតារហូតដល់30 ឬ 40 ហិកតាតាមចំនួនដែលបងប្អូនចង់បានហើយបើចង់ sure ឬប្រកាសជាងហ្នឹងមុននឹងការជីកយើងអាចមាន team survey ចុះត្រួតពិនិត្យជូនបងប្អូនអ៊ំពូមីងថាគួរជីកប្រឡាយឬគួររៀបប្រព័ន្ធទឹកជាទយោនេះគឺជាការងាយស្រួលរបស់បងប្អូនអ៊ំពូមីងអត់ចាំបាច់គិតច្រើនអត់ចាំបាច់ថាធ្វើកើតមិនកើតអីគឺក្រុមពួកយើងទៅយើងនឹងផ្ដល់យោបល់ហើយនឹងការគូប្លង់ក៏ដូចជាមានឧបករណ៍ហើយស្រេចហើយក៏ដូចជាមានការដាំជូនបងប្អូនអ៊ំពូមីងគ្រប់20 ក្រាមខេតក្រុងដូចដែលខ្ញុំនិយាយចឹងចាប់ផ្ដើមពី2 ហិកតាឡើងទៅចាអញ្ចឹងសង្ឃឹមថាវីដេអូដែលខ្ញុំធ្វើកន្លងមកគឺមានប្រយោជន៍ខ្ពស់សម្រាប់បងប្អូនអ៊ំពូមីងអញ្ចឹងខ្ញុំសូមការ like ការ share ការគ្រប់គ្រងពីបងប្អូនកសិករទូទាំងប្រទេសខ្មែរចំពោះ Darling Farm ផងចាហើយក៏មានអ្វីដែលចង់សាកសួរបន្ថែមបងប្អូនអាច inbox មកបានចាអរគុណច្រើនជម្រាបលាចាចុងបញ្ចប់នៃคลิปខ្ញុំសូមបង្ហាញទស្សនវិជ្ជារួមដែលថតពីខាងលើដោយប្រើ drone បង្ហាញឲ្យឃើញច្បាស់ថានេះគឺជាថ្វីដៃរបស់ក្រុមការងារ Darling Farm យើងអនុវត្តផ្ទាល់រយៈពេល15ថ្ងៃក្នុងផ្ទៃដីរួម6 ហិកតាបងប្អូនប្រកាសជាគិតថាលឿនម៉េះហេតុអីបានចេញមកបែប perfect ព្រោះទាំងអស់នោះគឺយើងមានការរៀបគម្រោងមុននឹងការអនុវត្តផ្ទាល់ចាសរុបរួមទៅហើយងាយថានេះគឺជាជំនាញរបស់ Darling Farm ផ្ទាល់ចាហើយបងប្អូនក៏លេខមកមើលមួយទៀតបងប្អូនច្បាស់ជាឃើញថាទឹកចូលតាមប្រឡាយនីមួយៗហើយពីព្រោះថាធីមរបស់យើងបានប្រឡែងទឹកចូលប្រឡាយដើម្បីចិញ្ចឹមដីមុននឹងយើងចុះដាំផ្ទាល់ចាយើងប្រើរយៈពេល3ទៅ4ខែមុននឹងការដាំដុះហើយនៅចន្លោះ3ទៅ4ខែនោះគឺយើងមកធ្វើការផ្សាំកូនដូងឲ្យមានសុខភាពរឹងមាំមុននឹងយកទៅដាំផ្ទាល់ចាខ្ញុំនឹងមានការថតបង្ហាញអំពីការផ្សាំកូនដូងមុននឹងយកមកដាំឲ្យបងប្អូនបានឃើញទៀតចាសង្ឃឹមថាអ្វីដែលខ្ញុំធ្វើថ្ងៃនេះជាបទពិសោធន៍ល្អៗដល់បងប្អូនអ៊ំពូមីងកសិករដែលចង់ដាំដូងដែលមានស្តង់ដារមិនថាជាប្រឡាយមិនថាជាទយោពួកយើងអាចធ្វើបានហើយនឹងធ្វើឲ្យល្អបំផុតចំពោះម្ចាស់ចំការនីមួយៗចាកុំភ្លេចតាមដានទាំងអស់គ្នានៅការដាំដូងបែបប្រឡាយរបស់ team Darling Farm យើងនឹងដាំបែប style កសិទេសចរដើម្បីឲ្យម្ចាស់ចំការគាត់បានផលខ្ពស់បំផុតទាំងទីតាំងទាំងផ្លែដូងទាំងទេសចរ idea ទាំងអស់នេះគឺបង្កើតឡើងដោយ team Darling Farm សម្រាប់បងប្អូនកសិករខ្មែរ